Do you want to buy a house in Virginia but you don't know where to start? This video will guide you step by step. តើអ្នកចង់ទិញផ្ទះនៅ Virginia ប៉ុន្តែអ្នកមិនដឹងថាចាប់ពីផ្ដើមពីណាវីដេអូនេះនឹងណែនាំអ្នកពីជំហានមួយដើម្បីឲ្យអ្នកកាន់តែងាយស្រួល First, you need to get pre-approval by lender. This tell you how much you can afford. ជំហានទី1អ្នកត្រូវតែស្នើសុំ pre-approval ពីធនាគារដើម្បីដឹងថាតើអ្នកអាចទិញផ្ទះនៅតម្លៃប៉ុន្មាន Next, work with real estate agent who understand the market and can guide you. បន្ទាប់មកអ្នកគួរតែធ្វើការជាមួយនឹងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍ដើម្បីជួយណែនាំអ្នក Then we will start searching for house that match your budget and needs. បន្ទាប់មកយើងនឹងចាប់ផ្ដើមស្វែងរកផ្ទះដែលស័ក្តិសមនឹងថវិកានិងតម្រូវការរបស់លោកអ្នក Once we find a right house, we will submit an offer and negotiate with the seller. នៅពេលដែលយើងស្វែងរកផ្ទះដែលលោកអ្នកចូលចិត្តនិងពេញចិត្តយើងនឹងចាប់ផ្ដើមដាក់សំណើនិងចរចាជាមួយនឹងម្ចាស់ផ្ទះ After your offer is accepted, we will do a home inspection and finalize your loans. បន្ទាប់ពីសំណើរបស់លោកអ្នកត្រូវបានទទួលយើងនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យផ្ទះរបស់លោកអ្នកនិងបញ្ចប់ការខ្ចីប្រាក់ពីធនាគារ Finally, you will get signed document and receive the keys to your new house. ជំហានចុងក្រោយអ្នកនឹងចុះហត្ថលេខានិងទទួលបានកូនសោផ្ទះរបស់លោកអ្នក If you are planning buy a house in Virginia, feel free to contact to me. I would love to help you. ប្រសិនបើលោកអ្នកមានគម្រោងទិញផ្ទះនៅតំបន់ Virginia អ្នកអាចតាក់ទងមកនាងខ្ញុំបានអរគុណច្រើន